បាទសួស្តីដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នានេះចង់មកចែករំលែកតិចតទៅនឹងការប្រើប្រាស់នៅម៉ាស៊ីន scan ជាទូទៅយើងប្រើទឹកថ្នាំនៅពេលដែលយើងអស់គឺយើងអាចបញ្ចូលតាមនេះបាទអញ្ចឹងយើងអាចមើលតាមស BKC M និង Y ទៅបាទអញ្ចឹងបើសិនជាករណីអស BK បាទនេះនៅប្រអប់ទឹកថ្នាំបាទនេះរៀងច្បាស់តិចបាទ BK អញ្ចឹងនៅពេលដែលយើងបញ្ចូលហើយបងប្អូនត្រូវធ្វើការ reset level របស់វាជាវានៅពេលដែលយើងអត់បាន reset វានឹង load ជា message នៅលើ computer របស់យើងនៅពេលដែលយើង print វាបញ្ជាក់ថាអស់ទឹកថ្នាំអញ្ចឹងយើងត្រូវ reset បាទអញ្ចឹងដើម្បីធ្វើការ reset យើងចូលទៅក្នុងម៉ាស៊ីនរបស់យើងរកមើលនៅពាក្យ maintenance បាទបន្ទាប់មកទៀតយើង scroll ចុះក្រោមយើងរកពាក្យពាក្យនេះlink level setting បាទអញ្ចឹងចុចនៅលើ link level setting ហើយយកពាក្យ process បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះ BK បានន័យថា level របស់យើងវិញហ្នឹងទឹកថ្នាំរបស់ខ្ញុំនេះនៅលើជិតពេញនេះបាទអញ្ចឹងគឺយើងត្រូវ reset វាយើងចុចសញ្ញាលេខបូកដើម្បីតម្លើងឲ្យត្រូវជាមួយនឹងទឹកថ្នាំដែលយើងបានបញ្ចុះបាទតែប៉ុណ្ណេះបន្តមកទៀតយើងអូខេអញ្ចឹងពណ៌ C ដូចគ្នាដែរបាទអញ្ចឹងបើសិនជាករណីយើងអត់បាន reset វាទេគឺវានឹង load ជា message ទៅលើម៉ាស៊ីនបាទអញ្ចឹង M ដូចគ្នាយើងចុចសញ្ញាបូកមកបានន័យថាយើងតម្លើង level ទឹកថ្នាំរបស់យើងបាទចុចអូខេY ដូចគ្នាបាទចុចអូខេចុចសញ្ញាបូកអូខេបាទអញ្ចឹងរួចរាល់យើងចុច complete បាទចុចអូខេ confirm បាទគឺរួចរាល់ហ្នឹងហើយអញ្ចឹងវីដេអូគឺមានប៉ុណ្ណឹងទាក់ទងនឹងការ reset level ទឹកថ្នាំដែលយើងបានធ្វើការបញ្ចូលហើយអរគុណដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាបាយបាយ